វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងសាច់សត្វបង្កកឈានមកដល់ការកំណត់យោតាមសេចក្តីដំណឹងស្តីពីការបញ្ចប់អនុលោមតាមខ្លឹមសារលិខិតលេខ05244ចុះថ្ងៃទី11ខែមីនាឆ្នាំ2025របស់ក្រសួងពាណិជ្ជកម្មអគ្គនាយកដ្ឋានគុយនឹងរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននៅមុខទំនិញគ្រឿងក្នុងសាច់ជ្រូកចំនួន2បន្ទាត់ពន្ធដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី11ខែកញ្ញាឆ្នាំ2024ត្រូវផុតសុពលភាពនៅថ្ងៃទី12ខែមីនាឆ្នាំ2025នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគុយនឹងរដ្ឋាភិបាលកម្ពុជាបានគូបញ្ជាក់ថាចាប់ពីថ្ងៃទី13ខែមីនាឆ្នាំ2025ទៅប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុងសាច់ជ្រូកបង្កកខាងលើត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យលេខ370ចុះថ្ងៃទី28ខែធ្នូឆ្នាំ2023ស្តីពីការដាក់ឲ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ជាធំមានវិញស្របពេលវិធានការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចូលមកដល់ថ្ងៃកំណត់តើវិស័យឯកជនដែលជាអ្នកប្រកបមុខរបរក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុកនឹងធ្វើការស្នើសុំពីរាជរដ្ឋាភិបាលឲ្យបន្តផ្ដល់ការលើកទឹកចិត្តបន្ថែមទៀតដែរឬទេទាក់ទងបញ្ហានេះសូមស្ដាប់ការលើកឡើងរបស់តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដូចទៅក្រោយពីយើងវិភាគគ្រប់ជ្រុងជ្រោយយើងឃើញថាសមាគមអ្នកចិញ្ចឹមសត្វនឹងមិនស្នើសុំឲ្យរដ្ឋាភិបាលបិទគប់តទៅទៀតទេនៅបំណែកនាំចូលក្បាលដៃជើងក្នុងនោះយើងនឹងអនុញ្ញាតឲ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិនោះគាត់អាចនាំ 100% តែម្ដងយើងមិនស្នើសុំផ្អាកទៀតទេបែរថាចប់នៅខែ3នេះគឺបញ្ចប់តែម្ដងមូលហេតុទោះបីជាយើងទុកនៅហាក់គាត់ក៏នៅតែមានការរត់ពន្ធនាំចូលពីក្រៅដោយខុសច្បាប់ព្រោះរបស់នេះវាថោកអញ្ចឹងឈ្មោះខលខូចវានៅតែនាំចូលទេអញ្ចឹងយើងទុកចិត្តឲ្យច្បាប់អនុញ្ញាតឲ្យនាំចូលស្របច្បាប់ឲ្យពួកគាត់តូចៗនោះមានសិទ្ធិទៅសុំនាំចូលទៅគាត់នាំចូលឲ្យត្រឹមត្រូវតែម្ដងអញ្ចឹងមិនបាច់រត់ពន្ធទៀតទេគាត់ឲ្យទៅសុំតែម្ដងចោះអញ្ចឹងយុទ្ធសាស្ត្ររបស់យើងនឹងមិនទាមទាររដ្ឋាភិបាលបិទស្តុបទៀតទេក៏ប៉ុន្តែនឹងជំរុញឲ្យអ្នកដែលមានគុណវុឌ្ឍិនឹងនាំចូលដោយមានការកំណត់ចំនួនត្រឹមត្រូវវិញដើម្បីយកមកធ្វើការប្រកួតប្រជែងឲ្យតម្លៃមួយដែលរុញអ្នកនាំចូលខុសច្បាប់នឹងឲ្យថយក្រោយឲ្យគាត់មកសុំច្បាប់នាំចូលវិញពេលនោះយើងនឹងបានសន្តិភាពមួយដែលល្អទាំងអស់គ្នាអញ្ចឹងមានន័យថាផុតពីខែ3ទៅខាងសមាគមឡើងមានការស្នើសុំឲ្យរាជរដ្ឋាភិបាលបិទគប់ទៀតហើយគឺបើកឲ្យវិស័យឯកជនដែលពីមុនដែលគាត់ធ្លាប់តែជាអ្នកនាំចូលសាច់ឬក៏គ្រឿងក្នុងខុសច្បាប់ហ្នឹងឲ្យគាត់ងាកមករកការនាំចូលឲ្យត្រូវច្បាប់វិញដើម្បីធ្វើយ៉ាងណាកំណត់បរិមាណហើយដើម្បីឲ្យវិស័យយើងនេះរស់ទាំងអស់គ្នានៅពេលបន្តទៀតផងបាទទឹកប្រកបយើងមិនស្នើសុំឲ្យស្អាតទៀតទេគឺគ្រាន់តែស្នើសុំឲ្យមានការគ្រប់គ្រងការនាំចូលហ្នឹងឲ្យបានត្រឹមត្រូវហើយឲ្យស្របច្បាប់បើគាត់អត់ច្បាប់ធ្វើច្បាប់ឲ្យគាត់